ពេលបុរសនោះហៀបនឹងដាក់មីសាច់គោចូលក្នុងចានរបស់គាត់ស្ត្រីនោះបានឆក់យកវាទៅស្ងោរគាត់រួចយកវាដាក់ក្នុងមាត់នាងហាងតូចមួយបានផ្ទុះឡើងយ៉ាងច្របូកច្របល់មនុស្សគ្រប់គ្នាចង្អុលទៅស្ត្រីនោះជេរប្រមាថនិងជំរុញបុរសនោះឲ្យបណ្ដេញនាងចេញប៉ុន្តែបុរសនោះនៅតែមិនរំខានឡើយដោយជំនួសមកវិញបានទិញនំសាំងវិចរូជាមកនំសាំងវិចហាំប៊ឺហ្គឺចិនពីរទៀតហើយរុញវាមកដាក់ពីមុខនាងសម្លៀកបំពាក់របស់ស្ត្រីនោះរហែកស្បែកជើងរបស់នាងស្ទើរតែដាច់ពីគ្នាសក់របស់នាងក៏ខ្វក់ដូចជាត្រូវគេប្លន់របស់តែមួយគត់ដែលបាត់គឺក្រវិលមាសពាក់កណ្ដាលព្យួរពីត្រចៀករបស់នាងបានស៊ីអាហាររបស់នាងរួចក៏លូកដៃទៅសុំប្រាក់80យន្តភ្លាមឲ្យខ្ញុំ80យន្តគាត់តែងតែធ្វើពុតជាល្ងងហើយបោកប្រាស់មនុស្សបុរសនោះបានទាញប្រាក់88យន្តចេញមកឲ្យនាងស្ត្រីនោះបានចាប់យកលុយហើយបែរមុខចេញក្រវិលមាសពាក់កណ្ដាលធ្លាក់មកដីបុរសនោះបានរើសវាឡើងដោយស្ងៀមស្ងាត់3ថ្ងៃបន្ទាប់ពីថ្នាំពុលស្ងាត់ត្រូវបានដាក់ក្នុងហោប៉ៅរបស់គាត់បុរសនោះបានដើរកាត់ឃ្លាំងដែលគេបោះបង់ចោលមួយហើយបានយូរស្ត្រីម្នាក់ស្រែកអង្វរសុំក្តីមេត្តាពីខាងក្នុងក៏ឈប់វីគាត់ទៅសុំឈប់នាងស្រែកតើគាត់ជំពាក់ប៉ុន្មានខ្ញុំនឹងសងវាវិញនេះគឺជាប្រាក់3500គ្រប់គ្រាន់ហើយឬនៅតាមផ្លូវទៅគ្លីនិកគ្រូពេទ្យបាននិយាយថារបួសរបស់ស្ត្រីនោះច្បាស់ជាបណ្ដាលមកពីការធ្វើទារុណកម្មដោយចេតនាមុនពេលចាក់ចេញគ្រូពេទ្យបានទុកប្រាក់100យន្តសម្រាប់នាងទិញអាហារឧចៅហ្វាយតើខ្ញុំអាចខ្ចីអត្តសញ្ញាណប័ណ្ណរបស់អ្នកមួយផ្លេតបានទេគ្រូពេទ្យបាននិយាយទេកុំឲ្យខ្ញុំខ្ចីវាអីខ្ញុំមិនចង់បង្កបញ្ហាដែលមិនចាំបាច់ទេគឺបុរសនោះគិតមួយសន្ទុះរួចប្រគល់វាទៅឲ្យកូនខ្ញុំពិតជានឹងសងអេនថេងវិញបុរសនោះបានចងក្រវិលពាក់កណ្ដាលទៅនឹងខ្សែពួរហើយព្យួរវានៅជិតតូបលក់ផ្លែឈើរបស់គាត់បុរសនោះដែលមានកេរ្តិ៍ឈ្មោះល្អគឺជាមនុស្សល្ងង់ដែលឆេវឆាវគាត់បានប្រញាប់ចូលទៅក្នុងផ្ទះរបស់បុរសនោះបងប្រុសរបស់អ្នកបុរសនោះជំពាក់ប្រាក់ចំនួន120,000យន្តហើយបានគំរាមមកគោះទ្វារផ្ទះគាត់ប្រសិនបើគាត់មិនសងវាវិញក្នុងរយៈពេល3ថ្ងៃគាត់គ្មានកន្លែងងារក្រោយទេហើយហៀបនឹងលក់តូបលក់ផ្លែឈើដែលជាប្រភពចំណូលតែមួយគត់របស់គាត់ស្រាប់តែមានស្ត្រីម្នាក់បានទូរស័ព្ទមកមិនដល់កន្លះម៉ោងផងស្ត្រីនោះដែលមានមុខស្អាតនិងស្លៀកពាក់ស្អាតបាតបានចុះពីឡាននាងបានប្រគល់កាតធនាគារមួយសន្លឹកដែលមានប្រាក់ចំនួន300,000យន្តឲ្យគាត់ដើម្បីសងបំណុលមួយខែក្រោយមកអ្នកគ្រប់គ្រងផ្សារបាននាំបុរសនោះចេញពីតូបរបស់គាត់ដោយមិនដឹងមូលហេតុដោយហាមឃាត់គាត់មិនឲ្យបើកហាងនៅទីនោះតង់ទៀតសូមអភ័យទោសការគ្រប់គ្រងរបស់យើងមិនគ្រប់គ្រាន់ទេនេះជាប្រាក់កក់របស់អ្នកត្រូវបានបណ្ដេញចេញវេចខ្ចប់របស់របររបស់អ្នកហើយចាក់ចេញភ្លាម6ខែក្រោយមកស្ត្រីនោះអំដោយមេធាវីនិងជំនួយការម្នាក់បានមកមាត់ទ្វារផ្ទះរបស់គាត់ដោយប្រគល់បណ្ណកម្មសិទ្ធិសម្រាប់ហាងមួយឲ្យគាត់នេះគឺសម្រាប់អំណោយរបស់អ្នកមានតម្លៃពេកខ្ញុំមិនអាចទទួលយកបានទេខ្ញុំជាប្រធានក្រុមហ៊ុន Shengda Newspaper Group បងប្អូនជីដូនមួយរបស់ខ្ញុំនិងដៃគូរបស់គាត់បានចាក់ថ្នាំឲ្យខ្ញុំហើយបោះខ្ញុំចោលតាមផ្លូវដើម្បីលួចក្រុមហ៊ុនរបស់ខ្ញុំសូមមកធ្វើការឲ្យខ្ញុំជាអនុប្រធានជាមួយនឹងប្រាក់ខែប្រចាំឆ្នាំចំនួន $2.8 លានសូមអរគុណចំពោះសេចក្តីសប្បុរសរបស់អ្នកខ្ញុំគ្រាន់តែចង់រក្សាហាងលក់ផ្លែឈើរបស់ខ្ញុំនេះយកវាមកវិញខ្ញុំពិតជាមិនអាចទទួលយកអ្វីដែលនៅសល់បានទេមួយសប្តាហ៍ក្រោយមកបុរសនោះបានទទួលវិញ្ញាបនបត្របរិច្ចាគស្ត្រីនោះបានបរិច្ចាគសម្ភារៈសិក្សាចំនួន1លានឈុតដល់សាលារៀនជនបទមួយក្នុងនាមនាងរឿងដ៏កម្រមួយក្នុងជីវិតមិនមែនជាការជួយអ្នកដទៃនៅពេលដែលអ្នកមាននោះទេប៉ុន្តែជាការជួយអ្នកដែលជួបការលំបាកនៅពេលដែលអ្នកជាមនុស្សធម្មតាភាពកក់ក្ដៅដែលអ្នកផ្ដល់ឲ្យនឹងតែងតែ